បាទជំរាបសួរថ្ងៃនេះដែរខ្ញុំមកបង្ហាញដើមសិរីមង្គលមួយប្រភេទទៀតបាទដើមនេះដែរមានឈ្មោះហៅថាដើមត្រចៀកត្រីរ៉ស់ឬក៏ដើមពោធិ៍មាសពោធិ៍ប្រាក់ដែលជាដើមសិរីមង្គលបាទដើមនេះវាមានច្រើនពណ៌វាមានពណ៌លឿងខ្ចីពណ៌ត្នោតចាស់ពណ៌ក្រហមបាទលាយចម្រុះគ្នាហើយនៅចំអុចរបស់វានឹងគឺមានចម្រុះពណ៌បងប្អូនហើយសัญลักษณ์របស់វាដែរវាមានរោមទន់តូចសัญลักษณ์វាស្ដីនឹងសัญลักษณ์ពោដែររូបបេះដូងអញ្ចឹងបើបងប្អូនមើលមួយផ្លែតទៅវាដូចជាត្រចៀកត្រីរ៉ស់ឬក៏សัญลักษณ์ពោអញ្ចឹងឬក៏រូបបេះដូងអញ្ចឹងបានគេដាក់ឈ្មោះហៅថាដើមត្រចៀកត្រីរ៉ស់ឬក៏ដើមពោធិ៍មាសពោធិ៍ប្រាក់វាតំណាងឲ្យពណ៌ច្រើនពណ៌ហ្នឹងបាទពោធិ៍មាសពោធិ៍ប្រាក់នោះវាច្រើនពណ៌មានពណ៌ក្រហមពណ៌ខ្ចីពណ៌បៃតងអីចឹងលាយឡំគ្នាអញ្ចឹងទៅវាបានជាដើមសិរីមង្គលវាមើលទៅនៅពេលដែលដាំហើយហ្នឹងវាចាំងភ្នែកតែបងប្អូនវាមានសម្រស់ពេញមួយឆ្នាំនៅពេលដែលដាំហើយដើមនេះដែរនៅពេលដែលយើងដាំវាត្រូវការទឹកនឹងមធ្យមទេបងប្អូនវាត្រូវការកម្ដៅថ្ងៃច្រើនហើយការបំបែកពូជរបស់វានឹងគឺបំបែកដោយផ្សាមេឃបាទដោយផ្សាមេឃហើយការដាំដើមត្រចៀកត្រីរ៉ស់នេះឬក៏ដើមពោធិ៍មាសពោធិ៍ប្រាក់នេះដែរភាគច្រើនគេដាំលម្អសួនដាំតាមជាប់របងដាំមាត់ថ្នល់ឬក៏ផ្លូវដើរហើយគេចូលចិត្តនឹងតុបតែងវាដោយកាត់វាឲ្យមានរាងតាមចិត្តយើងទៅជារាងមូលក៏បានអីចឹងដែរដែលគេចាត់ទុកថាជាដើមសិរីមង្គលពោធិ៍មាសពោធិ៍ប្រាក់បាទអញ្ចឹងដើមនេះដែរការជឿរបស់ខ្មែរយើងជាទូទៅគេជឿថាដាំហើយលើករាសីចម្រើនបារមីហៅមាសហៅប្រាក់អញ្ចឹងដែរបាទសម្រស់របស់វានឹងគឺផូរផង់មែនតែនពណ៌របស់វាឆើតឆាយឈ្មោះរបស់វាក៏មិនធម្មតាដែរពោលទៅដោយលទ្ធិអំណាចផ្សេងបាទពោធិ៍មាសពោធិ៍ប្រាក់ឬក៏កន្លែងផ្សេងគេហៅថាពន្លឺមាសបាទដើមនេះមិនធម្មតាទេបងប្អូនអញ្ចឹងគេនិយមដាំតាមសួនឬក៏ស័ក្តិសមបំផុតសម្រាប់អ្នកធ្វើវិនិយោគទុនផ្សេងបាទតាមសហគ្រាសក្រុមហ៊ុនផ្សេងហ្នឹងភាគច្រើនគេយកទៅដាំបាទគឺដើម្បីលម្អសួនដើម្បីលម្អផ្លូវដើរផ្លូវចេញផ្លូវចូលហ្នឹងពណ៌វាដូចជាមាសដូចជាប្រាក់អញ្ចឹងបងប្អូនអញ្ចឹងបានគេឲ្យឈ្មោះហៅថាដើមពោធិ៍មាសពោធិ៍ប្រាក់អញ្ចឹងសម្រាប់ដើមសិរីមង្គលនេះបងប្អូនខ្លះក៏ស្គាល់បងប្អូនខ្លះក៏មិនទាន់ស្គាល់បើបានតាមដានវីដេអូខ្ញុំហើយនឹងកុំភ្លេចចុច like ចុច subscribe និងរូបកណ្ដឹងដើម្បីទទួលបានចំណេះដឹងពីប្រទាលឬក៏ដើមសិរីមង្គលផ្សេងទៀតជាច្រើនដែលខ្ញុំនឹងរកមកបង្ហាញបងប្អូនហើយបើមានការខុសឆ្គងបន្តិចបន្តួចក៏ខន្តីអភ័យទោសផងដែរហើយសូមជូនពរទៅដល់បងប្អូនដែលបានទស្សនាទាំងអស់ជួបតែសេចក្តីសុខសេចក្តីចម្រើនរកស៊ីចេះតែមានចេះតែបានកាក់កបមិនថាធ្វើអ្វីប្រាថ្នាអ្វីឲ្យបានសម្រេចដោយសេចក្តីបំណងបងប្រាថ្នាបាទអរគុណច្រើនជម្រាបលា